ប្រកាសទិញសត្វកណ្ដូបជាច្រើនគីឡូជារៀងរាល់ថ្ងៃ25ខែក្រុងមិនថាបងប្អូននៅជិតឬក៏នៅឆ្ងាយទេបើសិនជាគ្មានម៉ួយអាចធ្វើការទំនាក់ទំនងមកខ្ញុំបានពេលដែលខ្ញុំប្រកាសបែបនេះមានបងប្អូនខ្លះគាត់ឆ្ងល់ថាហេតុអីបានខ្ញុំប្រមូលទិញច្រើនម្ល៉េះដោយសារតែខ្ញុំមានអតិថិជនច្រើននៅក្នុងដៃហើយការចិញ្ចឹមកណ្ដូបរបស់ខ្ញុំក៏ខ្ញុំមានដែរប៉ុន្តែដោយសារតែខ្ញុំគ្រប់គ្រងអត់ទាន់ទើបខ្ញុំប្រកាសរកទិញពីពុកម៉ែបងប្អូនវិញហើយអ្វីដែលសំខាន់នោះនៅពេលដែលខ្ញុំរកនៅក្នុងវិស័យកណ្ដូបគឺខ្ញុំបានជួបនៅទុក្ខលំបាករបស់បងប្អូនជាច្រើនមិនថាតែបងប្អូនឬក៏ខ្ញុំទេពេលដែលខ្ញុំធ្វើដំបូងគឺជួបដូចគ្នានៅពេលចិញ្ចឹមកណ្ដូបហើយមិនដឹងថាតើយើងបែងចែកទីផ្សារយ៉ាងណាលក់ទៅឲ្យអ្នកណាហើយអ្នកទិញនៅឯណានេះហើយជាទុក្ខលំបាករបស់អ្នកចិញ្ចឹមកណ្ដូបហើយរឿងមួយទៀតដែលខ្ញុំទើបតែជួបនៅពេលដែលខ្ញុំប្រកាសទិញកណ្ដូបមានបងប្អូនជាច្រើនគាត់មានភាពញាក់ផ្អើលខ្លាំងគាត់បានសួរខ្ញុំថាមិនប្រកាសទិញកណ្ដូបចឹងព្រោះរយៈពេលប្រហែលខែចុងក្រោយនេះគឺគេផ្អាកទិញកណ្ដូបហេតុអ្វីក៏ខ្ញុំប្រកាសទិញមានពុកម៉ែបងប្អូនខ្លះទៀតគាត់ថាចេះអូនៅស្រុកខ្ញុំចិញ្ចឹមហើយអត់មានអ្នកទិញទេទុករហូតដល់តែកណ្ដូបងាប់ចោលតែម្ដងព្រោះគ្មានម៉ួយចុះមកទិញគាត់ហើយក៏មានសំណួរមួយចាក់ដោតខ្លាំងមែនតើដល់បេះដូងផងខ្ញុំហ្មងណាមានបងប្អូនក៏បានសួរថាមូលហេតុអ្វីបានខ្ញុំជ្រើសរើសមុខរបរកណ្ដូបនេះហើយខ្ញុំក៏ចង់ជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថាខ្ញុំមកកាន់នៅវិស័យកណ្ដូបនេះសូមពុកម៉ែបងប្អូនកុំព្រួយបារម្ភកុំខ្លាចខ្ញុំមកទីនេះគឺមកធ្វើជាបង្អែកសម្រាប់ពុកម៉ែបងប្អូនមកជួយបើកទីផ្សារជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានដង្ហើមរស់ឡើងមកវិញជាមួយនឹងវិស័យកណ្ដូបនេះសូមកុំបាក់ទឹកចិត្តសូមពុកម៉ែបងប្អូនដែលកំពុងតែបាក់ទឹកចិត្តជាមួយនឹងការចិញ្ចឹមកណ្ដូបបរាជ័យហើយអាចក្រោកឡើងមកវិញមួយសារទៀតចិញ្ចឹមកណ្ដូបបើគ្មានម៉ួយទិញពុកម៉ែបងប្អូនអាចមកលក់មកឲ្យខ្ញុំផ្ទាល់ខ្ញុំនឹងរកទីផ្សារជូនពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចិញ្ចឹមផ្ទាល់ឬក៏បងប្អូនដែលជាឈ្មួញកណ្ដាលដើរប្រមូលទិញទៅតាមភូមិបើសិនជាចង់លក់សត្វកណ្ដូបឲ្យខ្ញុំអាចធ្វើការទំនាក់ទំនងមកកាន់ខ្ញុំផ្ទាល់ទីតាំងគឺនៅភ្នំពេញតែម្ដង